រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់សំជាកសិករកំព្រាឪពុកម្ដាយតាំងពីតូចមានប្រពន្ធម្នាក់ឈ្មោះនាងសយកំព្រាឪពុកម្ដាយដូចគ្នាដោយភាពក្រីក្រគេទាំងពីរនាក់បានចាកចេញពីស្រុកកំណើតទៅប្រកបរបរធាក់ស៊ីក្លូននៅភ្នំពេញសំធាក់ស៊ីក្លូនបញ្ច្រាស់ទិសត្រូវប៉ូលីសផាកពិន័យរកប្រាក់បង់ពិន័យពុំបានអ្នកស្រីកឹមខេលៀងបានស្ដីបន្ទោសសំរួចដកហូតស៊ីក្លូនលែងឲ្យធាក់ចំណែកតាសានវិញក៏បណ្ដេញសំនិងសយចេញពីផ្ទះខ្ទមដែរមុននឹងចាកចេញពីខ្ទមកំសត់នេះសៅដែលជាមេក្រុមចោរលួចឆក់បានបបួលសំឲ្យចូលដៃធ្វើសកម្មភាពជាមួយខ្លួនតែសំមិនព្រមហើយប្រកាន់នៅភាពយុត្តិធម៌ជានិច្ចសំនិងប្រពន្ធបានចូលទៅរស់នៅតាមសម្យាព្រះវិហារនៅវត្តទួលប្រស្រីពេលនោះនាងសយត្រូវបានយាចាម្នាក់នាំឲ្យទៅនៅផ្ទះថៅកែហុកដែលមានការយល់ព្រមពីសំជាប្តីផងដែរយប់មួយដែលមានភ្លៀងធ្លាក់យ៉ាងខ្លាំងវេលាម៉ោង21ថៅកែហុកបានចូលទៅចាប់រំលោភនាងសយដោយកម្លាំងកាមអារម្មណ៍យ៉ាងព្រៃផ្សៃបំផុតដោយមានការឈឺចាប់ជាខ្លាំងព្រឹកឡើងនាងក៏ចាកចេញពីផ្ទះថៅកែហុកដើម្បីទៅរកមិត្តកម្មករត្រីចាក់យានរបស់ប្តីនាងគឺនាយមីនិងនាងមុំក៏បានជួបប្រពន្ធហើយដឹងថាថៅកែហុកធ្វើអីមិនគប្បីមកលើប្រពន្ធខ្លួនទោះបីប្រពន្ធនិងមិត្តភក្តិខាត់ខាំងយ៉ាងណាក៏ដោយក៏សំនៅតែមានបំណងសម្លាប់ថៅកែហុកចោលដែរយប់មួយសំបានចូលទៅសម្លុតថៅកែហុកតាមកំហឹងរបស់ខ្លួនតែដោយចាញ់កលល្បិចរបស់ថៅកែហុកសំក៏ត្រូវចាប់បញ្ចូលគុកធំដោយត្រូវតុលាការកាត់ទោសជាប់គុក3ខែបន្ទាប់ពីសំត្រូវជាប់គុកនាងសយនិងនាងមុំបាននាំគ្នាទៅសួរសុខទុក្ខសំនៅឯគុកធំនៅថ្ងៃអាទិត្យពេលនៅក្នុងគុកសំត្រូវបពួកជាប់គុកមុនមានឈ្មោះហួសួសនិងពួកអនុរិយនាំគ្នាវាយធ្វើបាបសំដោយគ្មានការពិចារណាឡើយក្រោយពីសំចេញពីគុកសំនិងនាងសយក៏ត្រូវមីជូនទៅផ្ទះនៅជិតវត្តមហាមន្ត្រីថ្ងៃបន្ទាប់មកក៏បានទទួលស៊ីក្លូពីសេដ្ឋីនីមេម៉ាយចិត្តល្អម្នាក់ឈ្មោះយាយកានពេលសំទៅរកប្រាក់ត្រូវបានឡានបុកសន្លប់បាត់បង់ស្មារតីត្រូវដឹកបញ្ជូនទៅមន្ទីរពេទ្យរួចពីគ្រោះថ្នាក់សំក៏បានចូលទៅធ្វើការនៅរោងចក្រឧស្សាហកម្មសាប៊ូមួយដោយការព្យាយាមពេលការបូរ៉ាល់លាឈប់ថៅកែក៏តែងតាំងសំជំនួសព្រមទាំងអនុញ្ញាតឲ្យសំនិងប្រពន្ធមកស្នាក់នៅក្នុងបន្ទប់នៃរោងចក្រឧស្សាហកម្មនេះផងសេងអានជាកូនចៅរបស់ថៅកែសេងលីត្រូវទៅធ្វើការនៅហុងកុងថៅកែសេងលីក៏បានតែងតាំងក្មួយលោកឈ្មោះសេងហុងឲ្យមើលការជំនួសពេលនោះសំត្រូវបានសេងហុងបណ្ដេញចេញលែងឲ្យធ្វើការព្រោះសំមិនធ្វើតាមបញ្ជារបស់សេងហុងសំទៅធ្វើការកន្លែងណាក៏ដូចជាកន្លែងណាដែរត្រូវបានឋានៈជាការបូរ៉ាល់ប៉ុន្តែមិនបានស្ថិតស្ថេរទេត្រូវម្ចាស់កន្លែងបណ្ដេញចេញរហូតដោយមានកម្មករស្គាល់ច្រើនសំក៏បានបង្កើតសហគមន៍កម្មករមួយតែក្រោយមកក៏ត្រូវអ្នកនយោបាយបោកប្រាស់ធ្វើជាឈ្នន់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសមាជិកតំណាងរាស្ត្រថ្មីបន្ទាប់ពីបានបោះឆ្នោតហើយក៏ក្រឡាស់ធ្វើជាលែងទទួលស្គាល់អ្នកដែលធ្លាប់ជួយខ្លួន
សមដឹងខ្លួនហើយពោលថាតទៅមុខលែងបណ្ដោយឲ្យអ្នកនយោបាយបោកប្រាស់ទៀតហើយសមនឹកស្រមៃថាអ្នកនយោបាយវាខ្លាចតែជាអ្នកនយោបោកនាងសយមានគគ្មានលុយទិញថ្នាំសង្កូវផឹកដល់គ្រប់ខែត្រូវឆ្លងទន្លេសមទៅពឹងគ្រូពេទ្យនរាឲ្យជួយតែគេមិនបានសម្រេចនាងសយក៏ស្លាប់ក្នុងពេលសម្រាលទៅបន្ទាប់ពីប្រពន្ធស្លាប់ទៅសមក៏ប្រកបមុខរបរធាក់ស៊ីក្លូទៀតតែមិនសមប្រកបសោះសមបានទៅពឹងពាក់លោកយាយជាតំណាងរាស្ត្រដែលសមធ្លាប់ជួយក្នុងពេលបោះឆ្នោតតែអកុសលលោកយាយបែរជាធ្វើមិនស្គាល់សមទៅវិញបន្ទាប់មកសមក៏ក្លាយជាមនុស្សអនាថាគ្មានទីជម្រកគ្មានអ្វីសម្គាល់ខ្លួនត្រូវប៉ូលីសចាប់ឃុំអស់2 ទៅ 3 ថ្ងៃទើបដោះលែងវិញដោយខ្លួនគ្មានទីពឹងហើយស្រេកឃ្លានជាខ្លាំងសមក៏ដាច់ចិត្តទៅប្រកបរបរចោរឆក់បន្ទាប់ពីការបំភ្លឺរបស់មីសមក៏យល់ព្រមយករបស់របរដែលនៅសល់ទៅប្រគល់ឲ្យម្ចាស់គេវិញតែលោកឧកញ៉ាសម្បូរសម្បត្តិមិនព្រមក៏ចាប់បញ្ជូនទៅឲ្យភ្នាក់ងារប៉ូលីសក៏ចាប់ឃុំឃាំងក្នុងគុកចំនួន6 ខែពេលសមដើរឆ្លងផ្លូវត្រូវឡានរបស់លោកមន្ត្រីវ័យក្មេងបុកលោករដ្ឋមន្ត្រីក៏នាំសមទៅមន្ទីរពេទ្យហើយជួយឲ្យសហុយចំនួន500 រៀលព្រមទាំងផ្ដាំឲ្យសមទៅរកគាត់កុំបីខានតែសមបែរជាប្រកែកមិនយកលុយហើយឲ្យលោករដ្ឋមន្ត្រីជួយរកការងារឲ្យវិញលោករដ្ឋមន្ត្រីក៏បានឲ្យសមទៅមើលថែផ្ទះរបស់ខ្លួនសមក៏បានសុខកាយសប្បាយចិត្តចាប់តាំងពីពេលនោះមកក្រោយពេលដែលស្រុកទេសទទួលបានឯករាជ្យសន្តិភាពពេញបរិបូរណ៍សមក៏បានវិលទៅប្រកបការងារជាកសិករនៃស្រុកកំណើតវិញដោយក្តីរីករាយព្រោះរដ្ឋាភិបាលសង្គមរាស្ត្រនិយមបានបំពេញបំណងរាស្ត្រក្រោមកិច្ចដឹកនាំរបស់សម្ដេចឪទីក្រុងភ្នំពេញបានរីកចម្រើនគ្រប់ផ្នែកគ្រប់វិស័យរឿងរសជាតិស្នេហ៍ចុងភៅរាជវាំងនៅក្នុងផ្ទះបាយដ៏ធំនៃព្រះបរមរាជវាំងដែលពោរពេញដោយចំហាយទឹកនិងសំឡេងចានឆ្នាំងប៉ះគ្នាមាននារីវ័យក្មេងម្នាក់ឈ្មោះចរិយាគឺជាកូនកំព្រាដែលត្រូវបានមេផ្ទះបាយចិញ្ចឹមបីបាច់តាំងពីតូចនាងមានទេពកោសល្យពិសេសមួយគឺអណ្ដាតទឹកដែលអាចបែងចែករសជាតិគ្រឿងផ្សំបានយ៉ាងច្បាស់លាស់និងអាចច្នៃមុខម្ហូបធម្មតាឲ្យក្លាយជាម្ហូបពិសេសបានទោះបីជានាងគ្រាន់តែជាអ្នកជំនួយការចុងភៅប៉ុន្តែស្នាដៃទឹកគ្រឿងរបស់នាងធ្វើឲ្យអ្នកណាក៏លាន់មាត់សរសើរដែរនៅថ្ងៃមួយព្រះរាជាមានព្រះរាជបំណងចង់សោយក្រយ៉ាដែលចម្អិនពីគ្រឿងទេសកម្រមកពីឆ្ងាយឈ្មួញគ្រឿងទេសដ៏ល្បីឈ្មោះម្នាក់ឈ្មោះវិបុលត្រូវបានអនុញ្ញាតឲ្យនាំយកទំនិញចូលមកក្នុងរាជវាំងវិបុលជាបុរសដែលចូលចិត្តដើរផ្សងព្រេងនិងមានចំណេះដឹងជ្រៅជ្រះអំពីរុក្ខជាតិនៅច្រកទ្វារបាយចរិយាត្រូវបានចាត់ឲ្យទៅទទួលគ្រឿងទេសពីវិបុលគ្រាន់តែបើកបាវគ្រឿងទេសភ្លាមក្លិនក្រអូបប្លែកៗបានសាយភាយចេញមកចរិយាបានបិទភ្នែកស្រូបក្លិនទាំងនោះនេះមិនមែនជាម្រេចធម្មតាទេវាមានក្លិនដីភ្នំភ្លើងនិងខ្យល់សមុទ្រលាយឡំគ្នាលោកពិតជាពូកែរករបស់ល្អមែនវិបុលឮបែបនេះហើយភ្ញាក់ផ្អើលជាខ្លាំង
ហើយក៏បាននិយាយថាអ្នកនាងជាមនុស្សទីមួយហើយដោយគ្រាន់តែហិតក្លិនក៏ដឹងពីប្រភពវាដែរខ្ញុំឈ្មោះវិបុលរីករាយដែលបានស្គាល់អ្នកដែលយល់ពីតម្លៃនៃគ្រឿងទេសចាប់តាំងពីពេលនោះមកវិបុលតែងតែយកគ្រឿងផ្សំថ្មីៗនិងប្លែកៗមកជូនចរិយាជានិច្ចទោះបីជាមិនមានការបញ្ជាទិញពីរាជវាំងក៏ដោយពួកគេតែងតែលួចជួបគ្នានៅសួនច្បារក្រោយផ្ទះបាយរយៈពេលខ្លីវិបុលនិទានរឿងការធ្វើដំណើររបស់គេឲ្យចរិយាស្ដាប់រីឯចរិយាវិញបានយកគ្រឿងផ្សំដែលវិបុលបានផ្ដល់ឲ្យមកច្នៃជាម្ហូបពិសេសឲ្យវិបុលភ្លក្សវិបុលភ្លក្សសម្លការីដែលចរិយាធ្វើហើយបាននិយាយថាចរិយាមុខម្ហូបនេះធ្វើឲ្យបងមានអារម្មណ៍ថាដូចជាបានធ្វើដំណើរជុំវិញពិភពលោកតែចុងក្រោយក៏បានត្រឡប់មកផ្ទះដ៏កក់ក្ដៅវិញស្នាដៃអូនពិតជាអស្ចារ្យណាស់ចរិយាក៏បានតបវិញថាបើគ្មានគ្រឿងទេសរបស់បងទេខ្ញុំក៏មិនអាចបង្កើតរសជាតិនេះបានដែរពួកយើងដូចជាអំបិលនិងម្រេចអីចឹងខ្វះមួយណាក៏មិនឆ្ងាញ់ដែរក្តីស្រឡាញ់របស់ពួកគេកើតឡើងតាមរយៈការផ្លាស់ប្ដូររសជាតិនិងការយល់ចិត្តគ្នាវិបុលសន្យាថាថ្ងៃណាមួយនៅពេលដែលគេសន្សំប្រាក់គ្រប់គ្រាន់គេនឹងបើកហាងអាហារតូចមួយនៅខាងក្រៅហើយឲ្យចរិយាធ្វើជាមេចុងភៅប្រចាំហាងដំណឹងពីស្នាដៃដ៏អស្ចារ្យរបស់ចរិយាបានឮដល់ត្រចៀកអ្នកម្នាងកែវដែលជាស្រីស្នំដែលចូលចិត្តបង្កបញ្ហាអ្នកម្នាងកែវចង់ឲ្យក្មួយស្រីរបស់ខ្លួនក្លាយជាមេចុងភៅទើបមានចិត្តច្រណែននឹងចរិយានៅពេលដែលព្រះរាជាប្រកាសថានឹងមានការប្រកួតធ្វើម្ហូបដើម្បីជ្រើសរើសចុងភៅប្រចាំព្រះរាជវាំងថ្មីអ្នកម្នាងកែវបានរៀបចំផែនការដ៏អាក្រក់មួយនៅយប់មុនថ្ងៃប្រកួតគាត់បានឲ្យមនុស្សលួចចូលទៅក្នុងផ្ទះបាយហើយប្តូរទឹកត្រីនិងអំបិលរបស់ចរិយាដាក់ជំនួសដោយទឹកប្រៃដែលខូចគុណភាពនិងស្ករដែលលាយខ្សាច់នៅថ្ងៃប្រកួតចរិយាមានការភ័យស្លន់ស្លោជាខ្លាំងនៅពេលដឹងថាគ្រឿងផ្សំសំខាន់ៗរបស់នាងត្រូវបានបំផ្លាញនាងអស់សង្ឃឹមហើយគិតថានាងនឹងចាញ់មិនខានវិបុលបានលួចចូលមកមើលការប្រកួតបានឃើញទឹកមុខអស់សង្ឃឹមរបស់ចរិយាគេមិនអាចចូលទៅជួយក្នុងផ្ទះបាយបានទេតែគេបាននឹកឃើញអ្វីម្យ៉ាងគេបានរត់ទៅសួនច្បារក្រោយរាជវាំងហើយបេះបានស្លឹកជីនិងរុក្ខជាតិឱសថបុរាណខ្មែរធម្មតាមួយចំនួនដែលគេតែងតែមើលរំលងគេបានរកពិធីផ្ញើរបស់ទាំងនោះចូលទៅឲ្យចរិយាជាមួយនឹងសារតូចមួយរសជាតិពិតមិនមែនស្ថិតលើគ្រឿងផ្សំថ្លៃៗនោះទេតែស្ថិតនៅលើបេះដូងនិងការចេះកែច្នៃអ្វីដែលនៅជុំវិញខ្លួននិងត្រូវតែមានភាពជឿជាក់លើខ្លួនឯងចរិយាទទួលបានកម្លាំងចិត្តមកវិញនាងបានសម្រេចចិត្តបោះបង់ចោលមុខម្ហូបដែលគ្រោងទុកហើយងាកមកធ្វើម្ហូបបែបបុរាណសាមញ្ញមួយដោយប្រើតែបន្លែនិងគ្រឿងទេសធម្មជាតិដែលវិបុលធ្វើឲ្យនាងបានដាក់សេចក្តីស្រឡាញ់និងការចងចាំពីរសជាតិដើមកំណើតចូលទៅក្នុងម្ហូបនោះនៅពេលព្រះរាជាសោយម្ហូបរបស់ចរិយាទ្រង់បានបិទព្រះនេត្រហើយញញឹមព្រះរាជាបានពោលថាមុខម្ហូបនេះវាធ្វើឲ្យយើងនឹកឃើញដល់ស្នាដៃរបស់ព្រះមាតាយើងកាលពីក្មេងណាស់វាសាមញ្ញតែពោរពេញដោយភាពកក់ក្ដៅនិងរសជាតិធម្មជាតិពិតៗចរិយាបានឈ្នះការប្រកួតផែនការរបស់អ្នកម្នាងកែវត្រូវបានលាតត្រដាងហើយគាត់ត្រូវបានដាក់ទោសទោះបីជាទទួលបានតំណែងជាមេចុងភៅក៏ដោយចរិយាបានសម្រេចចិត្តសុំព្រះរាជានៅរង្វាន់មួយផ្សេងទៀតគឺការអនុញ្ញាតឲ្យចាកចេញពីរាជវាំង
ដើម្បីទៅរស់នៅជាប្រជារាស្ត្រសាមញ្ញវិញព្រះរាជាទ្រង់អនុញ្ញាតដោយក្តីរីករាយចរិយាបានចាកចេញពីព្រះរាជវាំងហើយទៅរៀបការជាមួយវិបុលពួកគេបានបើកហាងអាហារតូចមួយឈ្មោះថារសជាតិដើមហាងរបស់ពួកគេល្បីល្បាញទូទាំងនគរមិនមែនដោយសារម្ហូបថ្លៃៗនោះទេតែដោយសារតែគ្រប់ម្ហូបទាំងអស់សុទ្ធតែធ្វើឡើងដោយក្តីស្រឡាញ់និងគ្រឿងផ្សំដែលជ្រើសរើសយ៉ាងសម្រិតសម្រាំងដោយគូស្នេហ៍មួយគូនេះរឿងជួបស្នេហ៍ក្រោមម្លប់ដើមឈើស្ថិតនៅក្នុងភូមិមួយក្បែរមាត់ទន្លេដែលមានខ្យល់អាកាសបរិសុទ្ធនិងម្លប់ឈើត្រឈឹងត្រឈៃមានកម្លោះម្នាក់ឈ្មោះពន្លកជាអ្នកចម្លាក់ឈើដ៏ចំណានម្នាក់ហើយរូបចម្លាក់របស់គេតែងតែផ្ទុកទៅដោយព្រលឹងធម្មជាតិពន្លកមានចិត្តស្មោះត្រង់និងចូលចិត្តភាពស្ងប់ស្ងាត់នៅរាត្រីមួយដែលព្រះច័ន្ទពេញវង់ពន្លកកំពុងអង្គុយក្រោមដើមឈើដ៏ធំមួយក្បែរមាត់ទន្លេគេកំពុងឆ្លាក់រូបតំណាងឲ្យសេចក្តីស្នេហាមួយរំពេចនោះស្រាប់តែមាននារីម្នាក់ដើរមកដល់នាងមានឈ្មោះបុប្ផាជាកូននាគចម្ការនៅក្បែរភូមិខាងលើនាងមកទីនេះដើម្បីស្រូបយកក្លិនផ្កាដែលដុះនៅតាមមាត់ទន្លេរំពេចនោះបុប្ផាបានឃើញពន្លកកំពុងឆ្លាក់រូបហើយមានចិត្តឆ្ងល់ជាខ្លាំងក៏ដើរចូលទៅជិតហើយបុប្ផាក៏បានសួរទៅកាន់ពន្លកថាតើបងកំពុងឆ្លាក់រូបអ្វីហ្នឹងវាមើលទៅដូចជាមានជីវិតណាស់ពន្លកក៏បាននិយាយថាបាទខ្ញុំបានកំពុងឆ្លាក់រូបតំណាងឲ្យបេះដូងដ៏ស្មោះត្រង់មួយតើនាងឈ្មោះអ្វីនាងមើលទៅដូចជាផ្កាដែលទើបតែរីកនៅពេលយប់អញ្ចឹងបុប្ផាហាក់បីដូចជាអៀនជាខ្លាំងមុខឡើងក្រហមហើយនាងក៏បាននិយាយថាខ្ញុំឈ្មោះបុប្ផាចុះបងវិញមានឈ្មោះអ្វីដែរពន្លកក៏បានតបថាខ្ញុំបាទមានឈ្មោះពន្លករីករាយដែលបានស្គាល់នាងពួកគេចាប់ដើមនិយាយគ្នាពីរឿងស្នាដៃសិល្បៈពីធម្មជាតិនិងពីក្តីស្រមៃរបស់ពួកគេពន្លករៀបរាប់ពីបំណងដែលចង់ឆ្លាក់រូបនារីម្នាក់ដែលមានសម្រស់ស្រស់ស្អាតដូចជាទេពធីតាហើយបុប្ផាក៏បានប្រាប់ពន្លកថាខ្ញុំពិតជាស្រឡាញ់ក្លិនឈើដែលគេឆ្លាក់ណាស់វាធ្វើឲ្យខ្ញុំនឹកឃើញដល់ភាពកក់ក្ដៅ1 ម៉ោងបានកន្លងផុតទៅយ៉ាងរហ័សដោយសារតែពួកគេមានចំណង់ចំណូលចិត្តស្រដៀងគ្នាចាប់តាំងពីពេលនោះមកពន្លកនិងបុប្ផាតែងតែណាត់ជួបគ្នានៅក្រោមដើមឈើដដែលពន្លកចាប់ផ្ដើមបង្រៀនបុប្ផាពីរបៀបមើលឈើល្អនិងរបៀបឆ្លាក់ងាយៗចំណែកបុប្ផាវិញនាងបានយកផ្កាស្រស់ៗដែលនាងបានដាំមកជូនពន្លកដើម្បីដាក់លម្អនៅក្នុងផ្ទះរបស់គេក្តីស្រឡាញ់របស់ពួកគេបានរីកដូចជាពន្លកឈើដែលត្រូវបានថែរក្សាដោយទឹកភ្លៀងនិងពន្លឺព្រះអាទិត្យពន្លកបានសម្រេចចិត្តឆ្លាក់រូបបុប្ផាដោយសម្ងាត់ដោយប្រើឈើដែលល្អបំផុតហើយឆ្លាក់ដោយក្តីស្រឡាញ់ទាំងស្រុងថ្ងៃមួយបុប្ផាបានសួរពន្លកថាពន្លកបងគិតយ៉ាងណាដែរចំពោះគូជីវិតតើបងធ្លាប់ស្រមៃចង់បានគ្រួសារមួយដែលមានសេចក្តីសុខទេពន្លកដាក់ចម្លាក់ចុះហើយចាប់ដៃបុប្ផាយ៉ាងណែនពន្លកក៏បាននិយាយថា
បងស្រមៃចង់បានគ្រួសារមួយដែលពោរពេញដោយក្លិនឈើស្រស់និងក្លិនផ្កាក្រអូបបងចង់ចំណាយពេលពេញមួយជីវិតរបស់បងនៅជាមួយនារីដែលមានចិត្តដូចជាធម្មជាតិបរិសុទ្ធម្នាក់នោះគឺជារូបអូនពេលឮប្រឡូកនិយាយបែបនេះបុប្ផារំភើបចិត្តជាខ្លាំងរកនិយាយអ្វីមិនចេញសោះនាងក៏បានអោបពន្លកយ៉ាងណែនហើយបាននិយាយថាខ្ញុំក៏ស្រឡាញ់បងដែរពន្លកសេចក្តីស្នេហាដែលបងមានចំពោះអូនធ្វើឲ្យជីវិតរបស់អូនមានន័យណាស់ដូចជាផ្កាដែលរីកនៅពេលត្រូវបានថែទាំអញ្ចឹងពួកគេសន្យានឹងគ្នាថានឹងកសាងអនាគតជាមួយគ្នាហើយនឹងមិនបោះបង់ចោលគ្នាឡើយទោះមានឧបសគ្គអ្វីកើតឡើងក៏ដោយប៉ុន្តែរឿងរ៉ាវស្នេហាមិនមែនសុទ្ធតែផ្អែមល្ហែមនោះទេឪពុករបស់បុប្ផាជាអ្នកចម្ការផ្កាដ៏មានទ្រព្យសម្បត្តិហើយគាត់ចង់ឲ្យកូនស្រីរបស់គាត់រៀបការជាមួយនឹងកូនប្រុសអ្នកមានស្រុកស្ដំនៅភូមិក្បែរនោះឈ្មោះថាសុភ័ក្រដែលជាអ្នកជំនួញផ្កាដ៏ធំមួយនៅពេលដែលឪពុកបុប្ផាដឹងរឿងស្នេហារបស់នាងជាមួយពន្លកគាត់ក៏ខឹងសម្បារយ៉ាងខ្លាំងឪពុកបុប្ផាក៏បាននិយាយទៅកាន់បុប្ផាថាកូនមិនអាចយកកូនអ្នកឆ្លាក់ឈើក្រីក្រម្នាក់មកធ្វើប្តីបានទេសុភ័ក្រជាអ្នកដែលអាចផ្ដល់ភាពសុខដុមរមនាដល់កូនគាត់បានដាក់កំហិតមិនឲ្យបុប្ផាចេញពីផ្ទះឡើយហើយមិនឲ្យជួបពន្លកទៀតឡើយបុប្ផាយំសោកយ៉ាងខ្លាំងនាងមិនចង់ក្បត់សេចក្តីស្នេហារបស់នាងឡើយចំណែកពន្លកវិញគេមានចិត្តឈឺចាប់ជាខ្លាំងប៉ុន្តែគេមិនបោះបង់ឡើយគេដឹងថាគេត្រូវតែបង្ហាញឲ្យឪពុកបុប្ផាឃើញពីតម្លៃនិងភាពស្មោះត្រង់របស់គេពន្លកបានសម្រេចចិត្តឆ្លាក់រូបចម្លាក់មួយដ៏ធំបំផុតក្នុងជីវិតរបស់គេបានឆ្លាក់រូបបុប្ផាកំពុងកាន់ផ្កាមួយតងហើយរូបចម្លាក់នោះត្រូវបានព័ទ្ធជុំវិញដោយរូបដើមឈើនិងផ្កាគេបានដាក់ឈ្មោះចម្លាក់នោះថាស្នេហាស្ថិតស្ថេរពន្លកធ្វើការទាំងយប់ទាំងថ្ងៃគេលែងគិតដល់ការហត់នឿយរបស់ខ្លួនគឺគិតតែពីស្នេហារបស់គេ2 សប្តាហ៍ក្រោយមកពន្លកបានយកចម្លាក់ដ៏ធំនោះទៅតាំងនៅក្នុងសាលបុណ្យមួយរបស់ភូមិដែលឪពុកបុប្ផានិងសុភ័ក្រក៏បានចូលរួមដែរនៅពេលដែលមនុស្សគ្រប់គ្នាបានឃើញចម្លាក់ស្នេហាស្ថិតស្ថេរពួកគេក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងរូបចម្លាក់នោះមានភាពរស់រវើកខ្លាំងណាស់វាហាក់បីដូចជាបុប្ផាពិតៗមនុស្សគ្រប់គ្នាបានសរសើរពីទេពកោសល្យនិងសេចក្តីស្នេហារបស់ពន្លកឪពុកបុប្ផាដើរចូលទៅជិតចម្លាក់នោះហើយមើលដោយការចាប់អារម្មណ៍គាត់ឃើញភាពស្មោះត្រង់និងសេចក្តីស្រឡាញ់ដ៏ធំធេងដែលពន្លកបានដាក់បញ្ចូលទៅក្នុងរូបចម្លាក់នោះនៅលើរូបចម្លាក់ពន្លកបានឆ្លាក់ពាក្យថាទ្រព្យសម្បត្តិអាចបាត់បង់ទៅវិញបានប៉ុន្តែសេចក្តីស្នេហាពិតនឹងស្ថិតស្ថេរដូចឈើដែលរឹងមាំបំផុតសុភ័ក្របានមើលទៅវិញហើយមិនបានបង្ហាញពីអារម្មណ៍អ្វីឡើយគាត់បានដឹងថាគាត់បានយល់ខុសហើយសុភ័ក្រគ្រាន់តែស្រឡាញ់លុយនិងភាពហ៊ឺហាតែប៉ុណ្ណោះតែពន្លកវិញស្រឡាញ់កូនស្រីរបស់គាត់ដោយបេះដូងពិតគាត់ក៏ទៅរកពន្លកហើយនិយាយថាពន្លកឲ្យពុកសុំទោសកូនបានបង្ហាញឪពុកថាសេចក្តីស្រឡាញ់ពិតមានតម្លៃជាងមាសប្រាក់ទៅទៀតកូនសមនឹងទទួលបានកូនស្រីរបស់ពុកណាស់រំពេចនោះបុប្ផាបានលបលួចមកមើលតាំងពីដើមមកក៏ស្រក់ទឹកភ្នែកដោយក្តីរំភើបហើយរត់ទៅអោបពន្លកហើយបុប្ផាបាននិយាយថាពន្លកបងអស្ចារ្យណាស់ពន្លកញញឹមហើយថើបថ្ងាសនាងយ៉ាងទន់ភ្លន់
ហើយពន្លកក៏បាននិយាយថាយើងបានឆ្លងកាត់វាជាមួយគ្នាហើយណាបុប្ផាស្នេហារបស់យើងគឺដូចជាឈើដែលឆ្លាក់រួចអញ្ចឹងវារឹងមាំហើយមិនអាចបំផ្លាញបានឡើយមិនយូរប៉ុន្មានពន្លកនិងបុប្ផាក៏បានរៀបការជាមួយគ្នានៅក្រោមដើមឈើដែលពួកគេបានជួបគ្នាដំបូងផ្កាជាច្រើនបានធ្លាក់មកលើពួកគេដូចជាដំណក់ពេជ្រហើយផ្កាដែលបុប្ផាបានដាំក៏បានលម្អបរិវេណទាំងមូលពន្លកបានសាងសង់ផ្ទះមួយនៅក្បែរដើមឈើដែលពួកគេបានជួបគ្នាហើយពួកគេបានរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលហើយពន្លកក៏បានឆ្លាក់ចម្លាក់ដ៏ស្រស់ស្អាតមួយហើយបុប្ផាក៏បន្តដាំផ្កាដែលមានក្លិនក្រអូបរាល់យប់ពួកគេតែងតែអង្គុយក្រោមម្លប់ដើមឈើដោយរំលឹកពីរឿងស្នេហារបស់ពួកគេដែលជាសេចក្តីស្រឡាញ់ស្ថិតស្ថេរដូចចម្លាក់ឈើពេញមួយជីវិត